ត្រែណយបាន1មេធំហើយបងប្អូនម៉ោង4ជាង75ដៅចង់បង្កាច់បងប្អូនអើយខ្ញុំបានភ្លៀងច្រើនណាស់នេះប៉ុន្តែភ្លៀងកន្លែងភ្លៀងអូបាន1មេធំហើយបងប្អូនអើយឆ្នាំស្ដីបងប្អូនសុខសប្បាយបងប្អូននេះ13ភ្លៀងជោគជាំព្រឹកថ្ងៃទី14ជាថ្ងៃចូលឆ្នាំទី1យើងក៏បានពុះទៅវត្តមួយជិះកាត់ព្រៃកស៊ូប្រហែលជា20នាទីដល់វត្តមួយគេហៅវត្តណាឡាត្រពាំងធំណាឡាគិរីត្រពាំងធំហើយយើងឃើញទស្សនភាពជុំវិញវត្តបងប្អូនកំសត់ណាស់នៅក្នុងព្រៃមានតែអ្នកចំការតិចតួចបំផុតដែលទៅវត្តយើងឃើញមានសាលាខណ្ឌដ៏ថ្មីមួយគ្មានដំបូលមានវិហារតូចមួយនិងសាលាបុណ្យតូចមួយប្រក់ធ្វើអំពីឈើប្រក់ស័ង្កសីបងប្អូនមើលជុំវិញមានពុទ្ធបរិស័ទទេមានតែ 4-5 នាក់ប៉ុណ្ណោះព្រមទាំងមានព្រះសង្ឃតែមួយអង្គក្នុងនោះដែរក៏អត់បានសួរលោកតាអាចារ្យថាមានព្រះសង្ឃប្រមាណអង្គដែរក្រោយពីប្រគេនទេយទានប្រគេនចង្ហាន់ប្រគេនភេសជ្ជៈអុជធូបអុជទៀនក្នុងវត្តហើយក៏បានរស់រាន់បន្តដំណើរទៅមុខទៀតហើយវត្តនេះបងប្អូនដែលមានសទ្ធាសូមជួយផងយើងក៏បានជិះទៅមុខប្រហែល20នាទីទៀតយើងនឹងដល់ទីតាំងទីប្រជុំជនអន្លង់វែងយើងនឹងដល់ផ្លូវចូលផ្សារមុខផ្សារអន្លង់វែងយើងឃើញមិនសូវមានពុទ្ធបរិស័ទបងប្អូនច្រើនកកទេក៏ប៉ុន្តែតូបអ្នកលក់នៅជុំវិញផ្សារលងវែងនេះក៏មិនសូវមានអ្នកណាបិទតូបដែរគឺនៅលក់ជាហូរហែពួកយើងក៏ត្រឡប់មកវិញនេះខ្លោងទ្វារវត្តណាឡាត្រពាំងធំតែជាវត្តកំសត់មួយនៅក្នុងព្រៃវត្តនេះនៅក្នុងឃុំលំតងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យចូលឆ្នាំថ្មីសូមជូនពរបងប្អូនទាំងអស់ដែលបានទស្សនាសូមរកស៊ីមានបានជួបតែសុខគ្រប់គ្នាសូមអរគុណ